ថ្ងៃនេះផងដែរខ្ញុំនឹងរៀបរាប់អត្ថប្រយោជន៍ទាំង10របស់ផ្លែចេកជូនអស់លោកស្រីតាមដានទស្សនាក្នុងវីដេអូនេះទាំងអស់គ្នាថាដឹងអត់ថាចេកមានអត្ថប្រយោជន៍អីខ្លះដល់សុខភាពរាងកាយរបស់យើងផ្លែចេកគឺវាមានសារធាតុសរសៃខ្ពស់សម្រាប់ជួយដល់ការរំលាយអាហាររបស់យើងសម្រាប់បងប្អូនដែលចំផ្ដាច់បរិយផ្លែចេកក៏អាចជួយបានដែរដោយសារវាផ្លែចេកវាជួយធ្វើឲ្យឆ្អឹងយើងរឹងមាំមិនត្រឹមតែមានប៉ូតាស្យូមទេវាថែមទាំងជួយកាត់បន្ថយសម្ពាធឈាមផងដែរមិនត្រឹមតែជាអាហារពេលព្រឹកដ៏ល្អសម្រាប់មនុស្សយើងទេវាថែមទាំងជាប្រភពធម្មពលដល់ពេលដែលបងប្អូនមានបញ្ហាភ្នែកមើលអត់ច្បាស់ស្វាំងចេកអាចជួយកែលម្អបញ្ហាភ្នែករបស់បងប្អូនវាមិនត្រឹមតែជាអាហារពេលព្រឹកដ៏ល្អទេវាជួយឲ្យយើងស្រកទម្ងន់បានលឿនសារធាតុចិញ្ចឹមក្នុងផ្លែចេកជួយឲ្យរាងកាយរបស់យើងរឹងមាំបានល្អនិងជួយកាត់បន្ថយជំងឺក្រពះពោះវៀនចេកតែមូលមិនត្រឹមតែវាមានផលប្រយោជន៍សម្រាប់ការរស់នៅរបស់យើងទេវាថែមទាំងអាចផ្ដល់ប្រយោជន៍ដល់សុខភាពរាងកាយយើងបានថែមមួយកម្រិតទៀតផងដែរជាពិសេសនោះគឺធ្វើឲ្យរាងកាយរបស់យើងរឹងមាំនិងមានធម៌ពលជាប្រចាំបើសិនបងប្អូនមានចម្ងល់ទាក់ទងនឹងផ្លែចេកជួយ comment និង follow page បានវីដេអូបន្ត